មកប្រាប់ពីចម្ងល់ទៅកាន់បងប្អូនថាតើការទូទាត់ប្រាក់យើងត្រូវធ្វើម៉េចអញ្ចឹងសម្រាប់ការទូទាត់ប្រាក់យើងអាចយកប្រាក់សុទ្ធមកបដូរយកកាក់ក៏បានឬក៏ scan នៅតាម QR ដែលមានគ្រប់ធនាគារទាំងអស់ក៏បានដែរអញ្ចឹងសម្រាប់ខ្ញុំជ្រើសយកការ scan ហើយខ្ញុំទិញ20កាក់អញ្ចឹងឥឡូវខ្ញុំ scanចឹងនេះជាកាក់ដែលខ្ញុំបដូរបានអញ្ចឹងងាយស្រួលខ្លាំងមែនតើបងប្អូនក្នុងម៉ាស៊ីនគឺយើងប្រើចំនួន5កាក់អញ្ចឹងបន្ទាប់ពីយើងដាក់កាក់រួចហើយយើងគ្រាន់តែចុចប៊ូតុង start គឺម៉ាស៊ីនរបស់យើងនឹងដំណើរការតែម្ដង